ធ្លាប់ផឹកទឹករ៉ែឬក៏ទឹកដែលមាន pH ខ្ពស់ដែរអត់ហើយចូលចិត្តវាអត់ថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាអំពីអត្ថប្រយោជន៍នៃទឹករ៉ែយើងឃើញថាបច្ចុប្បន្ននេះគេពេញនិយមផឹកទឹកជារ៉ែឬក៏ទឹកដែលមាន pH ខ្ពស់ហ្នឹងមែនតើប៉ុន្តែក៏គួរតែដឹងដែរទឹកដែលយើងផឹករាល់ថ្ងៃណាកម្រិត pH របស់វាមានធំតែ 6.5 ទៅ 7 ទេហើយកាលណាបើសិនជាទឹកនោះជាទឹករ៉ែ pH នោះប្រកាសជាខ្ពស់ជាងហ្នឹងដោយឡែក WHO គេបានកំណត់កម្រិត pH របស់ទឹកហ្នឹងណាគឺចាប់ពី 6.5 ទៅ 8.5 ប៉ុណ្ណឹងគឺយើងអាចផឹកបានដោយមានសុវត្ថិភាពទឹករ៉ែហ្នឹងគឺយើងសំដៅទៅលើទឹកដែលមានសារធាតុដូចជាសូដ្យូម ប៉ូតាស្យូមឬក៏កាល់ស្យូមជាដើមបើនិយាយពីរសជាតិវារៀងធ្លាវបន្តិចអ្នកខ្លះប្រហែលជាមិនចេះផឹកទេប៉ុន្តែយ៉ាងណាមិញក៏គួរតែដឹងអំពីអត្ថប្រយោជន៍របស់វាដែរមានអីគេខ្លះទៅទី1គឺវាជួយទៅដល់អ្នកដែលកំពុងតែមានជំងឺច្រែកអាស៊ីតនេះបាទវាជួយម្ដងមួយគ្រាបន្តិចបន្តួចដែរហេតុអីបានវាជួយពីព្រោះទឹករ៉ែហ្នឹងវាមាន pH ខ្ពស់ pH ខ្ពស់គឺយើងគិតទៅលើគីមីវាគឺជាបាសហើយកាលណាបាសវាចូលជាមួយនឹងអាស៊ីតវានឹងទៅជាណឺតបន្តិចប៉ុន្តែសម្រាប់អាស៊ីតច្រើនគឺវានឹងបន្ថយអាស៊ីតមកបន្តិចទៅក៏វាកាត់បន្ថយជាតិអាស៊ីតហ្នឹងដែលទៅញូចកាពះយើងនឹងដែរហើយទី2គឺវាជួយទៅដល់ឆ្អឹងបន្តិចដូចគ្នាហេតុអីពីព្រោះវាមានជាតិកាល់ស្យូមហើយចុងក្រោយគេទី3ហ្នឹងគឺវាជួយដល់បំពេញជាតិរ៉ែសម្រាប់អ្នកដែលគាត់ចូលចិត្តហាត់កីឡាកាលណាហាត់កីឡាច្រើនបាត់បង់ជាតិរ៉ែហ្នឹងក៏ច្រើនដែរទាំងអស់នេះហើយគឺជាអត្ថប្រយោជន៍នៃជាតិរ៉ែហើយបើសិនជាមានចម្ងល់ផ្សេងពាក់ព័ន្ធជាមួយនឹងទឹករ៉ែអាច comment សួរខ្ញុំបន្ថែមទៀតបាន